សួស្តីចាបងប្អូនថ្ងៃនេះបានដើរលេងបងប្អូនលក្ខណៈគ្រួសារតែនៅខ្វះមួយទៀតហ្នឹងបងប្អូនតាមផ្លូវនិយាយពីហុយអើយហុយហើយក្តៅទៀតណាបងប្អូននៅលើដល់កន្លែងសម្រាកចុះមកពីលើខ្នល់រៀងឆ្ងាយដែរបងប្អូនព្រោះវាហុយហើយក្តៅហើយខ្ញុំក្រោកតាំងពីម៉ោង7បងប្អូនដាំបាយប្តីដាំបាយហើយជៀនសាច់គោត្រីមួយហ្នឹងបងប្អូនទឹកជ្រលក់អីតិចតួចហ្នឹងឯងដាំបាយតាំងពីម៉ោង7ក្រោកមកបងប្អូនកុំអីនឹងក្តៅងាប់បដ ாய் បងប្អូនក្តៅក៏ក្តៅហើយលលាក់បងប្អូនហើយមើលតាមផ្លូវខ្ញុំចុះមកឡើងជ្រៅបងប្អូនដោយសារអីវាហុយពេកបងប្អូនហើយរោមមកលុបអត់ឃើញទេដោយសារអីវាអត់មានដើមឈើធំវាមានតែកពតតូចនេះកន្លែងខ្ញុំអង្គុយហ្នឹងគឺមានកពតរៀងធំតិចចឹងណាបងប្អូនប៉ុន្តែខ្ញុំសម្រាប់នេះរៀងនៅព្រឹកដែរអញ្ចឹងទៅវាអត់តន់បើកថ្ងៃក្តៅខ្លាំងទេបងប្អូនតែពេលខ្ញុំចេញទៅវិញខ្ញុំអត់ក្តៅខ្លាំងហ្មងហើយក្តៅមកភ្ជុំងុំគឺវាហុយឲ្យជុកហ្មងណាបងប្អូនតាមផ្លូវលលាក់ខ្ញុំមកវិញខ្ញុំឈឺចង្កេះហើយឡើងប្រហែលថ្ងៃរំបាត់ប៉ុន្តែមិនអីទេបងប្អូនអើយដោយសារអីយើងចង់ទៅហើយក៏មិនទៅនេះអីប្រហែលណាប៉ុន្តែគាត់ថាយើងបានដើរយូរដើរម្ដងជាងហើយយើងជិះម៉ូតូទៀតវារៀងលលាក់បើសិនជាមានឡានមានអីវាអត់សូវលលាក់អត់សូវហុយអញ្ចឹងណាបងប្អូនតែយើងជិះម៉ូតូយើងក៏ធ្វើចិត្តទៅពេលដែលយើងទៅណាទៅណីគឺវាអញ្ចឹងឯងព្រោះវាមិនមែនខ្នុរជាតិបងប្អូនខ្នុរជាតិបើទៅថាវាមិនលលាក់មិនហុយប៉ុន្តែយើងក៏មានឡានម៉ូតូច្រើនអញ្ចឹងណាបងប្អូនបើតាមវាអញ្ចឹងបើទៅថាវាលលាក់ហុយតែវាអត់សូវមានឡានម៉ូតូអីប្រហែលទេតែមានឡានធំបងប្អូនឡានដឹកដីដឹកគ្រួសដែលគេធ្វើខ្នុរធ្វើផ្លូវហ្នឹងបងប្អូនទៅអញ្ចឹងទៅវាហុយហ្នឹងហើយបងប្អូនឥឡូវដល់វគ្គឃ្លានហើយនាំគ្នាញុកយោហើយកូនទូចខ្ញុំឈប់តាមផ្លូវទិញទឹកក្រូចនិយាយពីអូទាឃើញតោកគេមិនបានទេស្លឹងទារហូតហើយនិយាយពីថានាងខ្ញុំនេះឲ្យទៅថាបានមកវានិយាយពីបាយវិញចូលផ្ដាំបងប្អូនបាយ3ចានណានោះ3ចានណាចានស្នោធំហ្នឹង3ចានអស់ហ่าបងប្អូនសល់បន្តិចតួចទេនិយាយពីហេវហើយតែយើងធ្លាប់យើងអត់សូវបានចេញក្រៅបងប្អូនយើងធ្លាប់ទៅនៅផ្ទះដល់ពេលចេញក្រៅនិយាយពីបាយកើតឆ្ងាញ់នោះហើយបានសាច់គោងៀតហើយត្រីផ្ទក់មួយនឹងនិយាយពីជ្រលក់នៅអំបិលបុកអំបិលម្ទេសហើយនឹងទឹកជ្រលក់ទឹកម្ជូរម្ទេសជ្រក់បងប្អូនហើយក៏និយាយពីថាឆ្ងាញ់ហើយកូនស្រីច្បងម្នាក់ទៀតក៏ថតឲ្យនិយាយពីថតក៏ប៉ុនថតទេបងប្អូនហើយគេថតបានស្អាតណាតែខ្ញុំទេមិនសូវចេះបញ្ចូលសលេងហើយវីដេអូនេះគឺខ្ញុំផុសនៅ page ចៅសុខីសន្ទុកមួយដែរហើយប៉ុន្តែខ្ញុំបានបញ្ចូលសលេងតែលេងនេះគឺខ្ញុំបញ្ចូលសលេងហ្នឹងហើយបងប្អូនអរគុណបងប្អូនដែលបានចូលចិត្តឆ្លាញ់វីដេអូចូលមើលវីដេអូអញ្ចឹងណាហើយខ្ញុំជូនពរបងប្អូនឲ្យមានសុខភាពល្អជួបតែរឿងល្អទៅណាមកណាមានសេចក្តីសុខជួបគ្នាវីដេអូក្រោយណាបងប្អូន